project សម្រាប់ប្រតិកម្មអូតូនេះជាចាំ24ម៉ោងដោយសារតែវាខូចបតឲ្យយើងកែប្រភេទនេះដាក់អំពូលនេះអំពូលបិទអំពូលអូតូយើងយកជើងSignal វាមកភ្ជាប់ចេញ Signal វាភ្ជាប់ជាមួយ relay ពេលកាលណាទៅយើងប៉ះវាភ្លឺតែយើងយកជើង out នេះរបស់អានេះ out នេះវា out ចូលមកនេះចូលឡើងlại Signal វាទៅលើងឡើងពូលនេះឥឡូវពេលយើងចាប់ទឹកភ្លឺនេះវាចេញមកពូលនេះតែពេលយើងផ្ដាច់ជើងពូលឲ្យយើងដាក់មួយ relay នេះគួយយើងទៅ motor ភ្លើង motor ដកហើយ motor បោកប៉ុន្តែយើងយកមកភ្ជាប់ relay មកជាងជាមួយនេះវាប្រភេទអូតូតែឥឡូវយើងដាក់អូតូហើយបើកសិនបើកឡើងទៅជើងចុចអូខេចូល motor bố mìnhចូលនេះបូមចេញនេះដាក់មកដាក់ចឹងឡើងយើងនេះយើងសាកសិនទេដោយសារបើយើងដាក់មួយវែងសាកមើលវាណាការប៉ុណ្ណឹងឃើញដើរល្អហើយតែយើងបើនេះយើងដាក់វែងមកអូខេ